បងខ្ញុំចង់ថត blur រូប background ណាបងធ្វើមិនខ្មិចបងអូដំបូងឡើយតែយល់ពី depth of field សិនឥឡូវបងជួយបញ្យល់ឲ្យបានច្បាស់តិចមើលបងអូខេតា depth of field គឺជាជម្រៅនៃការ focus រវាង background ជាមួយនឹង subject ហើយនៅក្នុងនឹងផងដែរគឺយើងបែងចែកជាពីរធំទី1 shallow depth of field គឺវាល្អបំផុតសម្រាប់ការថត portrait ដែលការថតបែបនេះគឺយើងថតឲ្យវារំលេចនៅ subject របស់យើងហើយទី2គឺជា deep depth of field គឺជាការថតល្អបំផុតសម្រាប់ការថត landscape ព្រោះវាការ focus បែបនេះគឺវាធ្វើឲ្យ background ជាមួយនឹង subject យើងច្បាស់ស្មើគ្នាហ្មងព្រោះវាអត់រំលេចឲ្យ subject យើងផុសឡើងទេវាអត់មានភាព blur នៅ background ទេហើយនេះគឺជារបៀបទាំង3ដែលយើងអាចគ្រប់គ្រង depth of field បានទី1គឺ aperture នៅពេលដែលយើងប្រើប្រាស់ aperture ទាបឧទាហរណ៍ 1.8 គឺវាធ្វើឲ្យ background យើងកាន់តែ blur ខ្លាំងបើសិនជាអ្នកនរគ្នាប្រើ aperture កាន់តែខ្ពស់ដល់12ឬមួយក៏11អីគឺ background ជាមួយនឹង subject របស់យើងគឺវាច្បាស់ស្មើគ្នាបើតាមទូរស័ព្ទដៃអ្នកនរគ្នាអាចប្រើ portrait mode បានអញ្ចឹងវាទទួលបាន blur background ដូចគ្នា focus length បើសិនជាអ្នកនរគ្នាប្រើ lens 85ឬមកក៏70-200អីអ្នកនរគ្នាទទួលបានរូបភាពមួយដែលមាន blur background ល្អក៏ប៉ុន្តែបើសិនជាបងប្អូនអត់ចង់ឲ្យវាមាន background blur ទេចង់បានរូបភាពនិង background របស់អ្នកនរគ្នាស្មើគ្នាអ្នកនរគ្នាអាចប្រើ lens 16ឬមកក៏24បានទី3តាក់ទងជាមួយនឹងចម្ងាយទៅ subject អញ្ចឹងបើសិនជាអ្នកនរគ្នា zoom កាន់តែគៀកអ្នកនរគ្នាទទួលបាន blur កាន់តែខ្លាំងអញ្ចឹងបើសិនជាអ្នកនរគ្នាប្រើប្រាស់ទូរស័ព្ទដៃក៏អ្នកនរគ្នាអាច zoom បានដែរ zoom ទៅដល់2គុណ3គុណទៅតាម lens periscope របស់ទូរស័ព្ទដៃរបស់អ្នកទាំងអស់គ្នាណាតែបើសិនជាអ្នកទាំងអស់គ្នាប្រើកាមេរ៉ាអ្នកទាំងអស់គ្នា zoom ទៅតាមលទ្ធភាពដែលអ្នកទាំងអស់គ្នាប្រើបានតាក់ទងជាមួយនឹង lens អ្នកទាំងអស់គ្នាអញ្ចឹងជួយ like និង report វីដេអូម្នាក់មួយផងដើម្បីឲ្យមិត្តភ័ក្តិអ្នកទាំងអស់គ្នាយល់ពីតាក់ទងជាមួយនឹង depth of field អញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណបាយបាយ